macOS និង Windows គឺជាប្រព័ន្ធប្រតិបត្តិការទាំងពីរដ៏ធំបំផុតនៅក្នុងពិភពលោកហើយបើរាប់ចាប់ពីឆ្នាំ1984 85ឡើងមកខ្ញុំមើលឃើញថាទាំងពីរក្រុមហ៊ុនគឺ Apple និង Microsoft ហាក់បីដូចជាគូប្រជែងពីរនាក់ហ្នឹងវាយទៅវាយមកសឹងតែរាល់ឆ្នាំហើយនេះគឺជាវីដេអូរៀបរាប់ពីឈ្មោះនិងចំនួនប្រព័ន្ធប្រតិបត្តិការទាំងពីររាប់ចាប់ពីថ្ងៃដែលចាប់កំណើតមក macOS គឺជាអ្នកដែលចេញមកមុនគេនៅឆ្នាំ1984ហើយឈ្មោះរបស់វាគឺមិនមែន macOS ទេ System 1.0 ដែលនេះគឺមានការលក់ជាលក្ខណៈ bundle គឺគេមាន software និង hardware មកជាមួយ Macintosh នោះគឺតម្លៃ$2,495បើសិនជាគិតមកដល់ពេលនេះវាស្មើនឹង$8,000ជាងលុយចំណុះនោះគឺវាថ្លៃអញ្ចឹងឈ្មោះ System 1.0 នេះគឺជាឈ្មោះដើមបំផុតរបស់ Operating System ឬក៏ប្រព័ន្ធប្រតិបត្តិការរបស់ Apple ហើយចំណែកឯ Windows វិញគឺចេញមកដូចគ្នាតែគេហៅ Windows តែម្ដង Windows 1.0 ក្នុងនោះគឺគេលក់តម្លៃ$99សម្រាប់អាជ្ញាប័ណ្ណឬក៏ license ក្នុងការយកមកប្រើនៅឆ្នាំ1985ក្រោយ Apple មួយឆ្នាំចូលមកដល់ឆ្នាំ1991ខាង Apple គឺឡើងដល់ System 7.0អញ្ចឹង upgrade បានច្រើនចំនួនដែរហើយឈ្មោះរបស់វាគឺ System 7គេលក់ក្នុងតម្លៃ$79អាហ្នឹងគឺគេលក់សម្រាប់អ្នកដែលគាត់ប្រើ version 6.0 ចុះក្រោមគាត់ចង់ធ្វើការ upgrade ទៅកាន់ 7.0 គឺគាត់ត្រូវបង់ថ្លៃហ្នឹងហើយចំណែកឯ Windows វិញគឺឡើងមកត្រឹម 3.1 ក្នុងនោះគឺក្រោយ Apple មួយឆ្នាំដូចគ្នាឆ្នាំ1992ហើយ license របស់ Windows នៅពេលនោះគឺ$150ចូលមកដល់ឆ្នាំ97ជាពេលវេលាដំបូងដែល Apple សម្រេចបដូរចេញជាពាក្យ system ហ្នឹងមកហៅជា macOS អញ្ចឹងឆ្នាំ97 Apple ហៅថា macOS មុនគេហើយពេលនោះគឺចូលមកដល់ version ទី 8.0 គេហៅថា macOS 8នេះគឺជាឈ្មោះរបស់វាចំពោះ Windows វិញក៏មានការភ្ញាក់ផ្អើលដែរដោយសារតែចូលមកឆ្នាំ1995 Windows គឺបញ្ចេញ version មួយដែលវាគឺជា Windows ល្អគ្រាន់បើនោះគឺ Windows 95បើនិយាយពីតម្លៃវិញ Apple គេលក់ត្រឹមតែ$99ទេប៉ុន្តែ Windows គឺគេលក់ដល់ទៅ$209សម្រាប់ license ក្នុងការដែលទិញប្រើតែបើសិនជាអ្នកដែលគាត់ប្រើ version ចាស់គាត់ចង់ upgrade តម្លៃរបស់វាគឺ$95អ្នកទាំងគ្នាដឹងហើយថា Apple គឺចូលចិត្តតួលេខគាត់ចូលចិត្តលេងតួលេខទៅជាឈ្មោះទៅជា version នេះជាដើមអញ្ចឹងឆ្នាំ1999វាមានលេខ9ដល់ទៅ3ដងអញ្ចឹងចំណុចនោះចៃដន្យដល់ពេលដែល macOS នេះគេចេញដល់ version 9ដែរគេហៅថា macOS 9ឆ្នាំ1999 macOS 9ហើយគេលក់នៅក្នុងតម្លៃ$99 Windows វិញក៏មិនជាណយប្រហែលដែរពេលនោះគឺឆ្នាំ2000ហើយ Windows បញ្ចេញ Windows មួយឈ្មោះថា Windows 2000ប៉ុន្តែតម្លៃវិញគេមិនអាចលក់$2000បានទេកាលនោះគឺមាន version 2ទី1គឺ Pro និង Home អញ្ចឹង Pro Edition គឺ$319ហើយ Home Edition $209ប៉ុន្តែចំនួនហ្នឹងគឺមាន Edition មួយទៀតសម្រាប់ Windows គឺ Windows ME ឬក៏ Windows Me ដែលពាក្យពេញរបស់វាគឺ Millennium Edition អានេះគឺជា version ប្លែកមួយទៀតសម្រាប់ Windows នៅក្នុងឆ្នាំ2000ហ្នឹងហើយចាប់ពីឆ្នាំ2001បន្តរហូតមកដល់ឆ្នាំ2005 macOS គឺមានឈ្មោះដូរជាប្រចាំនេះក៏ជាពេលវេលាដំបូងដែល Apple សម្រេចដាក់ឈ្មោះបន្ថែមពីឈ្មោះដែលមានហ្នឹងបន្ថែមបន្ទុយមួយទៀត Apple សម្រេចដាក់អក្សរ X តំណាងឲ្យលេខ10ហ្នឹងនៅក្នុងឈ្មោះរបស់ខ្លួនគឺ macOS X អញ្ចឹង macOS X នេះគឺតំណាងឲ្យ macOS version 10 ចុចឡើងទៅក៏ប៉ុន្តែ Apple មិនទាន់អស់ចិត្តទេគឺគេបន្ថែមឈ្មោះនៅក្នុងកន្ទុយមួយទៀតគឺ Cheetah macOS X Cheetah នេះគឺជាឈ្មោះដ៏ប្លែកមួយនៅក្នុង operating system ហើយចាប់ពីឆ្នាំ2001បន្តរហូតមកដល់ឆ្នាំ2005 macOS គឺមានឈ្មោះដូរជាប្រចាំ macOS X Jaguar macOS X Panther macOS X Tiger គឺសុទ្ធតែជាអំបូរខ្លា Windows បានធ្វើឲ្យកក្រើកភ្ញាក់ផ្អើលខ្លាំងបំផុតនៅក្នុងវិស័យកុំព្យូទ័រដែលគេបញ្ចេញ operating system មួយចំនួនដែលមនុស្សគ្រប់គ្នានៅលើផែនដីនេះកើតឆ្នាំ90ជាងគឺប្រកាសជាស្គាល់ហើយស្បីតែឥឡូវក៏មានអ្នកស្គាល់ច្រើនដែរនោះគឺ Windows XP ហើយ license របស់ XP ចំណុះនោះគឺ$199មកដល់ឆ្នាំ2007វាគឺជាឆ្នាំល្អរបស់ Apple ដែលគេបញ្ចេញ iPhone លើកទី1ក៏ប៉ុន្តែវាមិនមែនជារឿងល្អឆ្នាំល្អសម្រាប់អ្នកដែលប្រើ Mac ទេកាលនោះគឺគេផ្ដោតទៅលើការផលិតទូរស័ព្ទច្រើនជាងដោយសារប្រមូលលុយបានច្រើនអញ្ចឹងចាប់ពី2007ឡើងមក
កំឡុងពេលហ្នឹងគឺ Apple មិនសូវផ្ដោតទៅលើ operating system របស់ Mac ទេហើយ macOS ដែលគេចេញនៅឆ្នាំ2007នោះគឺ macOS X Leopard តម្លៃខ្លួនគឺ$129ហើយម្ដងទៀតគេអត់សូវផ្ដោតអីថ្មីនៅលើ macOS ទេផ្ទុយស្រឡះពី Apple Microsoft វិញនោះគឺកំពុងតែប្រមូលនៅប្រជាប្រិយភាពបានខ្លាំងឡើងដែល Windows គឺគេប្រើច្រើនខ្លាំងមែនទែនហើយ Windows របស់ Microsoft ក៏មិននៅស្ងៀមដែរបន្ត upgrade ឡើងខ្លាំងជាបន្តបន្ទាប់ទៀតហើយឆ្នាំ2007នេះ Windows គឺបញ្ចេញ version មួយដែលមានឈ្មោះថា Windows Vista ដែលវាគឺជា Windows ដំបូងដែលមាន Crystal Effect មើលទៅថ្លាមើលទៅឆ្លុះស្អាតហើយតម្លៃខ្លួនរបស់វាគឺ$399សម្រាប់ Ultimate Edition មកដល់ឆ្នាំ2009 Apple ក៏មិនទាន់មានអីទៅវាយបក Windows Vista ដែរក៏ដោយសារតែគេប្រើខាងនោះច្រើនគេនៅតែផ្ដោតទៅលើ iPhone ហើយក៏មិនមានអីថ្មីច្រើនដែរសម្រាប់ macOS បន្តមកទៀតគឺ macOS X Snow Leopard ហើយគេក៏ទម្លាក់តម្លៃក្នុងការ upgrade ហ្នឹងកាន់តែថោកទៅ$29សម្រាប់អ្នកដែលគាត់ចង់ upgrade អញ្ចឹងពីអ្វីដែលខ្ញុំមើលឃើញកំឡុងនោះគឺ Apple កំពុងតែចាញ់ Windows ឆ្ងាយទៅសម្រាប់ប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រហើយចំពោះ Microsoft វិញនៅតែបន្តបន្ថែម version ចេញមកថ្មីទៀតហើយឆ្នាំ2009 Microsoft បានបញ្ចេញ Windows មួយ version ដែលវាគឺជា Windows ខ្ញុំទុកជា Windows ល្អជាងគេបំផុតដែលខ្ញុំស្រឡាញ់ពេញចិត្តជាងគេបំផុតលេខ1តែម្ដងនោះគឺ Windows 7 រូបរាងរបស់វាទាំងអស់ទាំង effect ដែលមាន crystal clear មានផ្ទាំង Windows ដែលស្អាតសំឡេង notification សំឡេង error សំឡេង USB ដកចេញចូលហ្នឹងទាំងអស់នេះគឺធ្វើឲ្យខ្ញុំស្រឡាញ់ខ្លាំងមែនទែនស្របពេលដែលកាលនោះខ្ញុំទើបតែមាន laptop ប្រើលើកទី1នៅក្នុងឆាកជីវិតពេលឡើងមករៀននៅភ្នំពេញវាគឺជា the best window ever តម្លៃខ្លួនរបស់វាមិនថោកទេ$319 2011ដល់2012 Apple គឺមានឈ្មោះពីរដូរតែឈ្មោះទៀតហើយគឺ OS X Lion និង OS X Mountain Lion អញ្ចឹងឆ្នាំនេះគឺ Apple គេដកពាក្យ Mac ចេញគេដាក់តែ OS X ទេប៉ុន្តែសម្រាប់ Windows វិញគេចង់ធ្វើឲ្យអ្នកដែលប្រើនឹងភ្ញាក់ផ្អើលម្ដងទៀតតែរឿងដែលមិននឹកស្មាននេះគឺជាពេលវេលាដែល Microsoft Windows ធ្វើឲ្យអាប់អោនមុខមាត់ខ្លាំងមែនទែនក៏ដោយសារតែពេលនោះគឺគេចេញនៅ Windows មួយចំនួនដែលវាពិតជា Windows អាក្រក់ខ្លាំងមែនទែនអាក្រក់មើលហើយមិនល្អប្រើទៀតនោះគឺ Windows 8ឬក៏ Windows 8ហើយបន្តមកទៀតគឺ Windows 8.1 បទពិសោធន៍របស់ខ្ញុំប្រើផ្ទាល់ពី Windows 7មកកាន់ Windows 8 8.1 វាគឺជាបទពិសោធន៍ដ៏អាក្រក់ Windows 8 8.1 គ្រាន់តែ Start Menu ក៏ខ្ញុំពិបាកក្នុងការប្រើវាជ្រុងវាអាក្រក់មើលហើយវាមាន bug ជាច្រើនចូលមកដល់2013 Apple ក៏នៅតែបន្តដូរឈ្មោះទៀតគឺ OS X Maverick នេះគឺជា version ទី1សម្រាប់ Apple ដែលគេបញ្ចេញ macOS មកលែងគិតលុយទៅដល់អ្នកប្រើប្រាស់ដោយធ្វើការដាក់ចូលទៅក្នុងផលិតផលខ្លួនហើយ upgrade មក free លែងគិតលុយទៀតហើយ2014 OS X Yosemite ក៏ free ដូចគ្នាខ្ញុំមិនដឹងថាខ្ញុំអានត្រូវឬក៏ខុសទេ Yosemite OS X El Capitan បន្ត free រហូតហើយចូលមកដល់2015គឺជាពេលវេលាដែល Windows បញ្ចេញ version 1ឆ្លើយតបទៅកាន់ការរិះគន់របស់ Windows 8 8.1 គោលបំណងរបស់ Microsoft គឺល្អទេគេចង់ផលិត Windows មួយដែលឃើញ fresh ហើយលក្ខណៈ modern អីចឹងពី version 8មកក៏ប៉ុន្តែវាហាក់បីដូចជាមិនទាន់ ready មកដល់ឆ្នាំ2015នេះគឺការ combine រាល់កំហុសទាំងអស់ហើយនឹង idea ថ្មីហ្នឹងបញ្ចូលគ្នាបានជា Windows version 1ដែលហៅថា Windows 10នេះគឺជា version ដែល upgrade ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រ Windows ទន្ទឹមនឹងហ្នឹងក៏គេមានការតបស្នងមួយទៀតដែររាល់អ្នកដែលប្រើ license ពី Windows 8ឡើងមក upgrade មក free មិនមានការទិញទៀតទេខ្ញុំតកាលនោះគឺខ្ញុំចាំបានខ្ញុំយក license key របស់ Windows 8យកទៅដាក់ activate ក្នុង Windows 10គឺដំណើរការបានធម្មតា 100% អញ្ចឹងអ្នកដែលគាត់ប្រើ Windows 10ប្រហែលជាមិនសូវបានចំណូលទៅកាន់ Microsoft ច្រើនទេក៏ដោយសារតែអ្នកដែលគាត់ប្រើពីមុនមក upgrade មក free អ្នកដែលទិញ Windows 8ថ្មីក៏ធ្វើការដាក់ license បាន2016ដល់2019គឺ Apple នោះគេធ្វើការផ្លាស់ប្ដូរ upgrade version របស់គេនឹងរៀងក្របាជាងមុនហើយគេក៏ត្រឡប់មកកាន់ការដែលហៅ macOS វិញក្នុងនោះគឺគេផ្លាស់ប្ដូរកតុយឈ្មោះរបស់ macOS ហ្នឹងជាច្រើនហើយខ្ញុំរាប់ចាប់ឈ្មោះទាំងអស់ហ្នឹងទៅជា era តែមួយទេគឺចំនួនតែមួយទេមានដូចជា macOS Sierra macOS High Sierra macOS Mojave macOS Catalina អញ្ចឹងគឺឈ្មោះប្លែកៗហើយដូរសឹងតែរាល់ឆ្នាំ macOS ដ៏ធំមួយនោះគឺ macOS Big Sur
វាចាប់ដើមពី version 11 ចុចឡើងទៅអញ្ចឹង2020 Big Sur ហើយមកដល់2021គឺគេឡើង upgrade ទៅចុងកតុយចុចទៀតហើយគឺគេដាក់ major update មកតែម្ដង2020គឺ11ចុចដល់2021គឺ12ចុចនោះគឺ macOS Monterey Windows អានោះវិញក៏គេចាប់ដើមយក Windows 10 ហ្នឹងមកធ្វើឲ្យវាកាន់តែ modern កាន់តែ clip កាន់តែ high show មើលទៅទាំងរូបរាងទាំងមុខងារមួយចំនួនក៏ប៉ុន្តែអ្វីដែលខ្ញុំមើលឃើញវាមិនដូចជាបែបហ្នឹងទេអញ្ចឹង Windows គឺបញ្ចេញ Windows 11នៅចុងឆ្នាំ2021ខែ10ឆ្នាំ2021 Windows 11គឺចេញមកហើយគេបដូរ start menu គេបដូរអីផ្សេងមាន blur effect មានអីច្រើនដែលធ្វើឲ្យមើលទៅលក្ខណៈថាលយក៏ប៉ុន្តែវាក៏ជាការដែលធ្វើឲ្យអ្នកប្រើនឹងមិនសូវចូលចិត្តច្រើនដែរក៏ដោយសារតែវាតម្រូវការនឹងច្រើនខ្លាំងពេក TPM 2.0 Windows account ហើយមាន bug ហ្នឹងក៏បណ្ដោយដែរហើយការ update វិញគឺច្រើន update ច្រើនហ្នឹងមិនមែនមានន័យថា feature មកថ្មីច្រើនទេគឺការ update ហ្នឹងជាប្រចាំវាទៅជាការរំខានទៅវិញអញ្ចឹង Windows 10 ល្អមក Windows 11គឺមិនជាល្អប្រហែលទេហើយពេលនោះ macOS Big Sur ជាអ្នកលើកមុខមាត់ឲ្យមនុស្សជាច្រើនហ្នឹងក៏លេចទៅមើល macOS តិចដងគេក៏បានផលិតផលរបស់គេមកមាន hardware ល្អហើយ macOS របស់គេក៏ល្អទៀតអញ្ចឹងប្រជាប្រិយភាពទៅខាង Apple រៀងឡើងវិញ2022 macOS បញ្ចេញ Ventura 13.0 2023 macOS Sonoma 14 ចុច 2024 macOS Sequoia 15.0 ហើយ2025 macOS Tahoe 26.0 ហើយចុងក្រោយនេះគឺឆ្នាំ2026ថ្មីហ្នឹង macOS ចុងក្រោយគេ27.0 មានឈ្មោះថា macOS Golden Gate នេះជាលើកទី1ដែលខ្ញុំឃើញឈ្មោះចុងកតុយរបស់ macOS ហ្នឹងស្រួលហៅហើយដឹងថាស្អីGolden Gate ហាមយកទៅដាក់នៅក្នុង Google Translate Golden Gate នេះគឺជាឈ្មោះស្ពានមួយនៅសហរដ្ឋអាមេរិកឥឡូវនេះគឺគេមិនទាន់បញ្ចេញជាផ្លូវការទេគេបញ្ចេញត្រឹម version beta ដើម្បីឲ្យតេស្តមាន developer beta និង public beta ខ្ញុំកំពុងតែតេស្តload screen ខ្ញុំកំពុងតែតេស្ត version beta នៅ MacBook របស់ខ្ញុំផ្ទាល់តេស្តទៅលើមុខងារវាមួយចំនួនហើយ AI អញ្ចឹងពាក់កណ្ដាលឆ្នាំ2026នេះអ្នកទាំងអស់គ្នាឃើញហើយបើត្រឡប់ទៅកាន់ពេលវេលាថយក្រោយវិញឃើញថាវាយទៅវាយមកប៉ុន្តែឥឡូវនេះ Windows បើរាប់ទៅជាច្រើនឆ្នាំដែរហើយគឺចាប់ពី Windows 10 ឡើងមកដល់ Windows 11មិនទាន់ឃើញ Windows វាចេញអីមកដែលសាហាវខ្លាំងទេដើម្បីវាយ macOS វិញហើយឥឡូវនេះគឺ macOS គេប្រើច្រើនខ្លាំងយកតែមែនតើដោយសារតែ laptop របស់វាគឺល្អឆ្នាំ2027អ្វីដែលខ្ញុំមើលឃើញខ្ញុំរំពឹងទុកនោះ Windows ត្រូវតែបញ្ចេញ version ដ៏ល្អមួយមកវាអាចជា Windows 12ឬក៏ Windows 27តែម្ដងងាយស្រួលហៅតាមឆ្នាំអញ្ចឹងសរុបពីឆ្នាំ1984ដល់ឆ្នាំ2026 Apple និង Microsoft គឺហាក់បីដូចជាឈរនៅបង្គោលខៀវនិងបង្គោលក្រហមហើយខ្ញុំគឺខ្ញុំប្រើទាំងពីរខ្ញុំមើលឃើញពីចំណុចដែលវាមានល្អនិងមិនសូវល្អហ្នឹងរៀងខ្លួនហើយខ្ញុំក៏មានវីដេអូបកស្រាយជាហោហែដែរសម្រាប់ Windows និង macOS សម្រាប់អ្នកដែលគាត់ចង់ប្រៀបធៀបគ្នាពីបទពិសោធន៍ដែលខ្ញុំបានប្រើប៉ុន្តែបើរាប់22ឆ្នាំនេះខ្ញុំមើលឃើញថា Windows គឺសង្ងំធ្វើមួយយូរបញ្ចេញម្ដងប៉ុន្តែពេលខ្លះក៏គេបញ្ចេញមកនឹងវារៀងស្អុយដែរសម្រាប់ macOS វិញគឺប្រកែកតែធ្វើទីផ្សារដែលគេបដូរឈ្មោះឲ្យចាប់អារម្មណ៍ហើយយូរគេមាន major update ហ្នឹងប្លែកម្ដងទៅ Apple បញ្ចេញ macOS ចំនួន25ដងឬក៏25ជំនាន់ដូរឈ្មោះសឹងតែគ្រប់ពេលវេលាហើយ Windows បញ្ចេញត្រឹមតែ14ដងទេ14ចំនួនទទួលស្គាល់ថា Windows មិនមានឈ្មោះនៅចុងកតុយហ្នឹងរញ៉ៃច្រើនក៏ប៉ុន្តែ edition របស់គេក៏មិនណយដែរ Home Pro Education Enterprise Ultimate គឺមានច្រើនអូខេអញ្ចឹងនេះគឺជា Windows រៀបរាប់ពី Windows និង macOS ខ្ញុំរៀបរាប់តែឈ្មោះហើយនិងចំនួនតម្លៃអីឲ្យអ្នកទាំងអស់គ្នាបានស្ដាប់កម្សាន្តទេសម្រាប់បទពិសោធន៍ផ្ទាល់គឺខ្ញុំមិនបានប្រើទាំងអស់ទេខ្ញុំប្រើ HP 7 នេះគឺប្រើច្រើនចំនួនហើយបន្តមក10 11ហើយសម្រាប់ Apple វិញគឺខ្ញុំមានបទពិសោធន៍តិចតួចតែទេគឺមាន3ចំនួនសម្រាប់ការដែលខ្ញុំប្រើ macOS ចុងក្រោយគឺគេចេញមកហើយ Golden Gate អញ្ចឹងនៅចាំតែ Windows សង្ឃឹមថា Windows នឹងបញ្ចេញមកឆាប់ឈ្មោះដែលខ្ញុំរំពឹងថាគេដាក់ហ្នឹងគឺ Windows 12ងាយស្រួលហៅឬក៏អាចថា Windows 12 Ultra ទៅតែប៉ុណ្្នឹងទៅបានហើយកុំឲ្យមានច្រើនម៉ាកហោហែទៀតហើយអ្នកទាំងគ្នាអាច comment បានពី version មួយណាដែលអ្នកទាំងគ្នាពេញចិត្តហើយមានបទពិសោធន៍ជ្រាលជ្រៅជាមួយវាទាំង Windows ទាំង Mac អរគុណជួបជាមួយខ្ញុំនៅវីដេអូបន្ត